ជំរាបសួរពុកម៉ែបងប្អូនជាពិសេសជំរាបសួរដល់បងប្អូនអ្នកស្រឡាញ់ការរត់ទាំងអស់ថ្ងៃនេះខ្ញុំសូមអនុញ្ញាតចេញជាវីដេអូដើម្បីអួតពីមេដាយម៉ារ៉ាតុងនៅទីក្រុងឡុងដុងតិចប្រហែលជាបងប្អូនអាចគិតថាមេដាយតែមួយសោះហេតុអីបានអួតបង្ហាញឲ្យច្រើនក៏ពិតវាជាមេដាយទី1ចម្ងាយ42គីឡូរបស់ខ្ញុំតែខ្ញុំរត់បែបនិមិត្តបានកាលពីខែ4អញ្ចឹងសម្រាប់ខ្ញុំមានមោទនភាពនៅពេលដែលខ្ញុំធ្វើបានចំពោះមេដាយចម្ងាយ42គីឡូនេះខ្ញុំចង់បង្ហាញទី1ថាហេតុអីបានខ្ញុំចង់មានភាពអំនួតម្លេះនៅលើមេដាយនេះទី1ខ្ញុំចង់បង្ហាញថាមេដាយនេះវាពីរូបរាងរបស់វាធំស្អាតហើយជាមេដាយកម្រិតអន្តរជាតិបាទវាមានទំហំរូបរាងរបស់វាស្អាតវាក្រាស់ហើយចង់ថាពេលដែលឃើញរូបរាងមេដាយមកវាស័ក្តិសមនឹងឈ្មោះនិងកម្រិតអន្តរជាតិតែម្ដងនេះជាលក្ខណៈពិសេសទី1នៃមេដាយនេះហើយចង់បង្ហាញថាពេលដែលយើងមើលរូបរាងរបស់គេមកវាសមសួនជាមួយមេដាយរបស់គេចម្ងាយ42គីឡូបាទស្អាតមេដាយនេះស្អាតបាទទី2ហេតុអីបានជំរើសមេដាយនេះជារឿងពិសេសព្រោះអីនៅក្នុងចំណោមការរត់ម៉ារ៉ាតុងនៅលើពិភពលោកល្បីដែលមាន7យើងអាចនិយាយថាការរត់ម៉ារ៉ាតុងនោះមានច្រើនលក្ខណៈអន្តរជាតិមានច្រើនប៉ុន្តែនៅលើពិភពលោកមកដល់សប្តាហ៍ថ្ងៃនេះវាមានតែ7កម្មវិធីទេដែលវាមានប្រជាប្រិយភាពជាងគេខ្ញុំបាទសូមបង្ហាញជូនវាមាន Sydney Marathon វាមាន Tokyo វាមាន Berlin វាមាន Boston វាមាន Chicago វាមាន New York និង London